នេះនៅបន្តរាប់បញ្ចូលក្រុមហ៊ុនដទៃទៀតដែលអ្នកអង្គការ Agency លួចបង្កើតនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ2022ក្នុងពេលមហាសេដ្ឋីខ្មែរដើមកំណត់ចិនរូបនេះទៅធ្វើសិក្ខាសាលាជាច្រើនក្នុងប្រទេសជប៉ុនដើម្បីលើកកម្ពស់វិនិយោគអចលនទ្រព្យកម្ពុជាតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ឯកសារដែលខ្លួនទទួលបានកាលពីថ្ងៃអាទិត្យទី16វិច្ឆិកាបង្ហាញថាក្រុមហ៊ុន Prince របស់អ្នកអង្គការខ្មែរដើមកំណត់ចិន Agency បានបង្កើតក្រុមហ៊ុនបត់សម្ព័ន្ធនៅក្នុងប្រទេសជប៉ុនយ៉ាងតិច3ដើម្បីបម្រើឲ្យសកម្មភាពខុសច្បាប់របស់ខ្លួនឯកសារដដែលបានឲ្យដឹងថាក្រុមហ៊ុនទាំងនោះចាប់ដំណើរការនៅប្រទេសជប៉ុនតាំងពីឆ្នាំ2022សម្រាប់បម្រើនៅក្នុងបទល្មើសបង្ខំឲ្យធ្វើការនិងប្រឆាំងពលកម្មមនុស្សយ៉ាងធ្ងន់ធ្ងរតាមរយៈការប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាខ្យូដូបានរាយការណ៍បន្ថែមថាក្រុមហ៊ុនដែលជាបុតសម្ព័ន្ធរបស់ក្រុមហ៊ុន Prince នៅក្នុងប្រទេសជប៉ុនមានដូចជាក្រុមហ៊ុនផ្ដល់ការពិគ្រោះយោបល់ Prince Japan ដែលបង្កើតក្នុងឆ្នាំ2023និងក្រុមហ៊ុនអចលនទ្រព្យ Canopy Sense Development Japan ដែលបង្កើតឡើងក្នុងឆ្នាំ2024